ទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំមានរឿងចង់ចែករំលែកហើយក៏វា inspire motivate what you are doing as well និយាយទៅខ្ញុំទៅប្រជុំជួបអ្នកដែលគាត់ស្គាល់អញ្ចឹងណាពីច្រើនវិញទៅការចងចាំរបស់ខ្ញុំអត់សូវល្អទេខ្ញុំជឿថាអត់សូវមានការចងចាំល្អផងដែរណាអញ្ចឹងបើសិនជាជួបបានតែម្ដងអីគឺខ្ញុំអត់ចាំហ្មងតោះតែអាចជួបរបៀបបាន3 4ដងអីចឹងទៅដល់ខ្ញុំចាប់តាមវិកន្លែង their face ចឹងណាតែមកជួបម្ដងខ្ញុំអត់វិកន្លែង their face ទេផ្លេចពីច្រើនខ្ញុំផ្លេចពួកគាត់តែអរគុណមែនតើហើយក៏អធិស្ឋានដែរអរគុណសម្រាប់អ្នកដែលគាត់ចាំខ្ញុំអញ្ចឹងណាខ្ញុំគាត់ថាមនុស្សភាគច្រើនប្រហែលជាអាចដូចខ្ញុំដែរបើយើងជួបតែម្ដងហើយខានជួបគ្នាយូរពេកចាស់យើងអាចនឹងផ្លេចពួកគាត់ទៅតែអាចនឹងគាត់អាចចាំយើងប្រហែលជាគាត់ their memory better than me គាត់និយាយថាបងមិនស្គាល់ខ្ញុំអត់honestly ខ្ញុំអត់ remember her ទេហើយខ្ញុំក៏បានសុំទោសទៅគាត់ដែរថាខ្ញុំអត់ចាំទេអញ្ចឹងណាហើយ one word only that she expressed to me គាត់និយាយថា you are my idol ពេលហ្នឹងខ្ញុំសូមស្រឡាញ់កាន់ព្រោះយើងជួបគ្នាតែម្ដងហើយពេលហ្នឹងគឺខ្ញុំជាវិក្កាមគាត់ក៏ជាវិក្កាមដែរគាត់ប្រាប់ខ្ញុំថាពេលហ្នឹងយើងមាន event មួយគ្នាយើងមានកម្មវិធីមួយគ្នាជា speaker មួយគ្នាបានជាវិក្កាមដូចគ្នាអញ្ចឹងណានៅវិទ្យុ something like this នៅវិទ្យុប៉ុន្តែខ្ញុំភ្លេចបាត់ហើយថាវិទ្យុមួយណាខ្ញុំបានជួយខ្ញុំអត់ចាំរូបភាពហ្នឹងគឺខ្ញុំភ្លេចទាំងស្រុងហ្មងអញ្ចឹងគាត់ថា you are my idol ខ្ញុំ very surprise ដោយសារខ្ញុំជួបគាត់តែម្ដងបានតែម្ដងហ្នឹងហើយគាត់ recognize ខ្ញុំគាត់ស្គាល់ខ្ញុំគាត់ចាំខ្ញុំហើយគាត់និយាយថា you are my idol វា touch មែនតើវាប៉ះអារម្មណ៍យើងណាហើយ encourage ខ្ញុំមែនតើសម្រាប់អ្វីដែលខ្ញុំបាននិយាយអ្វីដែលខ្ញុំបានធ្វើអញ្ចឹងខ្ញុំដឹងថាតើពេលហ្នឹងខ្ញុំបាននិយាយខ្លះដែលខ្ញុំអាច inspire គាត់ដែលខ្ញុំអាចខ្លាយទៅជា idol របស់គាត់ណាមិនដឹងថាតើពេលហ្នឹងវេទិកាពេលហ្នឹងនៅក្នុងវិទ្យុហ្នឹងខ្ញុំបាននិយាយខ្លះខ្ញុំអត់ចាំតែខ្ញុំអត់បានចាំហើយ anyway ខ្ញុំអរគុណសម្រាប់គាត់មែនតើហើយគាត់បើនិយាយទៅពាក្យតែមួយម៉ាត់ហ្នឹងគាត់ធ្វើឲ្យខ្ញុំកាន់តែមានគេហៅថាឆន្ទៈនៅក្នុងការធ្វើការងារបន្តទៀតពួកគេបន្តទៀតអញ្ចឹងតែខ្លះយើងអស់សម្លាយដែរមែនទេអីគេថាពាក្យចាស់គេថាបើមិនស៊ីចូលទេតែបើសិនជាគេខឹងតែបើគេសរសើរ yeah I'm so happy to accept it ចឹងណាទទួលយកវាចឹងទៅអញ្ចឹង somehow or sometimes this happen ហើយវា encourage ខ្ញុំគួរសមច្រើនដែរសម្រាប់គាត់ថាពាក្យមួយម៉ាត់ you are my idol like the first meet ហើយនេះគឺជា second meet that we have met ខ្ញុំនឹងព្យាយាម recognize her face សង្ឃឹមថាថ្ងៃក្រោយយើងនឹងជួបគ្នាទៀតខ្ញុំនឹងអាចចាំគាត់បានអញ្ចឹងណាអញ្ចឹងខ្ញុំអត់មានចែកម្លេចច្រើនហ្នឹងឯងគាត់ឆងទៅចែកហើយជំរាបដល់គ្នាថាពេលខ្លះយើងត្រូវការអ្នកដែលប្រើពាក្យល្អៗមកលើយើងអញ្ចឹងទៅអញ្ចឹងយើងកាន់តែ move forward យើងកាន់តែមានទឹកចិត្តនឹងកាន់តែច្រើនជាងហ្នឹងអញ្ចឹង